mùi pon nè chiên khét pri về miền đo từ chích trầm bay pon nè khét cầm pông chám bô tưng sẽ na chun chấm ca cầu su phóng miền đo từ mùi mơ nè chiên khét ta keo miền đo từ chích trầm pil pon nè đôi chứ nàyបញ្ហាទាំងអស់នេះហើយសូម្បីតែរដ្ឋធានីភ្នំពេញដែលមានប៉ូលីសមានPMមានសមត្ថកិច្ចការពារគ្រប់បញ្ហាទាំងអស់ក៏គាត់នៅតែបង្កើតកងជីវពលនេះដើម្បីបំពាក់អាវុធគំរាមកំហែងលើសមាជិកនិងប្រជារាស្ត្រខ្មែរស្លូតត្រង់កិច្ចការទាំងអស់ដែលតាមខ្ញុំតាមដានកន្លងមកសម្ដេចប្រធានជាស៊ីគណៈបកប្រជាជនលោកថាលោកមិនបានរៀបចំបញ្ហានេះទេដូច្នេះចំណុចនេះខ្ញុំសម្ដៅទៅមនុស្សម្នាក់ដែលតែងតែបង្កបញ្ហាមិនឈប់មិនឈរនៅលើសកម្មភាពរបស់ខ្លួនការគម្រាមកំហែងបំផិតបំភ័យទិញទឹកចិត្តទិញមិនបានសម្រាប់អីនេះគឺមានតែមនុស្សម្នាក់គត់គឺសម្ដេចនាយករដ្ឋមន្ត្រីទី2ហ៊ុនសែនផុសតាងគឺគាត់ប្រើភាសាខ្លួនគាត់នៅតាមទូរទស្សន៍ក៏និយាយតាមវិទ្យុក៏និយាយដូចជាការគម្រាមកំហែងកន្លងមកប្រើតង់45គ្រឿងនៅពូចន្ទង់បំផ្លងសម្ដីតាមវិទ្យុទូរទស្សន៍ថាឲ្យប្រជារាស្ត្រនៅក្នុងក្រុងភ្នំពេញចិត្តពូចន្ទង់ឬចេញពីពូចន្ទង់ពីព្រោះសង្គ្រាមត្រូវផ្ទុះនៅពូចន្ទង់គាត់បង្កខ្លួនគាត់ថាខ្លួនគាត់ដូច្នេះมันពិបាករកភ័ស្តុតាងឯណាទេគឺសម្ដីគាត់ខ្លួនឯងតែម្ដងដែលគាត់អ្នកនិយាយរឿងប្រងម្ចាស់សេរីវុឌ្ឍយើងត្រឡប់នេះគ្រាន់តែជាលេសទេប្រងម្ចាស់សេរីវុឌ្ឍយើងត្រឡប់មកវិញពីជូនតែប៉ូលីស4នាក់ទៅចាប់លោកយកមកដាក់គុកទៅវាហើយបាត់ទៅហើយតាមច្បាប់នឹងបើលោកស្ម័គ្រចិត្តបាទបើលោកស្ម័គ្រចិត្តថាលោកត្រូវចូលមកទទួលទោសនៅក្នុងគុកដូច្នេះវាជារឿងរបស់រដ្ឋាភិបាលបាទពីព្រោះលោកត្រូវទទួលការកាត់ទោសពីតុលាការដូច្នេះបើលោកត្រឡប់មកវិញដោយគ្មានការលើកលែងទោសពីព្រះមហាក្សត្រលោកត្រូវទទួលទោសដូច្នេះដាក់តែប៉ូលីស4នាក់ទៅនាំលោកដាក់ឡានទៅយកទៅគុកទៅហើយបាត់ទៅហើយទៅរៀបជាប់រៀបទីងច្បាំងជាមួយអ្នកណាហើយទៅនិយាយតាមវិទ្យុទូរទស្សន៍បង្អើលប្រជារាស្ត្រឲ្យភ្ញាក់ផ្អើលអស់មានគរដែលធ្វើឲ្យវិនិយោគទុនធ្វើឲ្យទេសចរធ្វើឲ្យវិស័យនៃការកសាងជាតិនៅកម្ពុជាធ្វើឲ្យគេរត់ចេញពីស្រុកខ្មែរទៅបរទេសយ៉ាងខ្ញុំផ្ទាល់គឺ3ថ្ងៃសម្រាប់ខ្ញុំឲ្យបានពីថ្ងៃទី15ដល់ថ្ងៃទី18បាទព្រោះថ្ងៃទី15ជាគម្រោងរដ្ឋប្រហាររបស់គាត់មួយនេះគឺគាត់និយាយច្បាស់ជាមួយនឹងគណៈកម្មការនយោបាយរបស់ខ្ញុំមួយរូបគឺលោកឧត្តមសេនីយ៍ឯកគ្រូយឺបដែលគាត់ហៅទៅជួបគាត់នៅនឹងផ្ទះរបស់គាត់លំនៅគាត់នៅនឹងបន្ទាយតាខ្មៅបាទឲ្យទៅជួបគាត់នៅទីនោះគាត់បានបញ្ជាក់ប្រាប់លោកគ្រូយឺមនៅនឹងមុខគាត់បញ្ជាទៅកូនចៅគាត់ទេតែបញ្ជានៅនឹងមុខលោកឧត្តមសេនីយ៍គ្រូយឺមដែលជាគណៈកម្មការនយោបាយគណៈបកគុណសំពេចខ្ញុំថា3ថ្ងៃនេះត្រូវសម្លាប់ខ្ញុំនិងឧត្តមសេនីយ៍ឯកញឹកប៊ុនឆៃឲ្យបាននេះជាការពិត What evidence do you have? នេះឯកសារទាំងអស់ឯកសារទី1លោកមុងរទ្ធីខ្លួនឯងមិនមែនគាត់លក់កៅស៊ូទៅឲ្យលោកយឹមសារ៉ាទេបានន័យថាគាត់សារ៉ានេះជាផ្នែកមួយអ្នករដ្ឋការរបស់ក្រុមហ៊ុនគាត់ចាត់តាំងអ្នកនឹងឲ្យរដ្ឋការក៏ប៉ុន្តែក្នុងកៅស៊ូក្រែតហ្នឹងវាមានកញ្ឆានៅក្នុងហ្នឹងចឹងបាត់កៅស៊ូពីលើឯកសារនេះគឺគ្មានទាំងការបិទតែមគយដែលចេញពីឃ្លាំងរបស់មុងរទ្ធីនៅព្រៃឯងក៏គយគេទទួលថាជាតែមរបស់គេដែលស្ទីលដែលបិទនេះនោះបាទស្ទីលដែលបិទកុងធីន័រនីមួយៗនោះវាមាននៅក្នុងនេះទាំងអស់ខ្ញុំនឹងជូនឯកសាររបស់គាត់ទាំងអស់បាទមានតាំងពី parking list Yazuli invoice បាទហើយនឹងការត្រួតពិនិត្យការបង់ពន្ធរបស់ក្រុមហ៊ុនមុងរទ្ធីនៅលើឯកសារទាំងអស់មានហត្ថលេខាមានអីគ្រប់គ្រាន់ទាំងអស់បាទដូច្នេះមិនមែនជាការក្លែងបន្លំដោយគាត់ថាទេគាត់ជាអ្នកក្លែងបន្លំឯកសារក្រោយពេលចាប់ជាក្រុមមិនចាប់លោកមុងរទ្ធី
បញ្ហាគឺដូចខ្ញុំជម្រាបចឹងបាទបើចាប់មុងរដ្ឋីពេលនោះសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់បានប្រកាសនៅក្នុងទូរទស្សន៍ថាបើហូសុកចង់ទៅចាប់មុងរដ្ឋីឲ្យពាក់ក្បាលពីដែកទៅថងដូច្នេះមានតែទៅច្បាំងគ្នាហើយត្រង់នេះហើយដែលហ៊ុនស៊ិនប៉ិចយើងខ្ញុំមិនត្រូវការច្បាំងគ្នាទេខ្ញុំត្រូវការសន្តិភាពពីព្រោះសហគមន៍អន្តរជាតិគេជួយ$2 កោដុល្លារដើម្បីឲ្យកម្ពុជាមានសន្តិភាពមិនមែនរឿងច្បាំងគ្នាទេដូច្នេះយើងត្រូវរកផ្លូវច្បាប់នេះតទៅទៀតដូច្នេះថ្មីនេះដែលគាត់ឆ្លើយបង្រៀនថា2 កុងធីន័ររបស់គាត់38 តោន 400 នេះគាត់ទៅម៉ាឡេស៊ីទេដូច្នេះខាងម៉ាឡេស៊ីប៉ូលីសអន្តរជាតិម៉ាឡេស៊ីគេហ្វាក់មកខ្ញុំវិញថាគ្មានឃើញ2 កុងធីន័ររបស់មុងរដ្ឋីទៅម៉ាឡេស៊ីទេអត់មានបាទដូច្នេះមានតែ2 កុងធីន័រទៅស្រីលង្កាគឺកញ្ឆា2 កុងធីន័រនេះនេះគាត់ប្រហែលជាជ្រាបស្រាប់ហើយបាទថ្មីនេះសហរដ្ឋអាមេរិកបានដាក់blacklist ចំពោះអុកញ៉ាថេងប៊ុនម៉ាមិនឲ្យចូលសហរដ្ឋអាមេរិកដោយសារពាក់ព័ន្ធនឹងរឿងនេះដែរដូច្នេះក្រុមទាំងអស់នេះគឺជាក្រុមនៅជុំវិញសម្ដេចហ៊ុនសែន Why haven't you arrested King Bunma? យើងកំពុងតែរៀបចំឯកសារនេះឲ្យបានច្បាស់លាស់ដើម្បីរៀបចំមិនមែននេះគាត់ពាក់ព័ន្ធច្រើនណាស់ពីព្រោះថេងប៊ុនម៉ាជាប្រធានសភាពាណិជ្ជកម្មផងដូច្នេះរដ្ឋាភិបាលត្រូវដោះស្រាយរឿងនេះទៀតហើយត្រូវបើថាសហរដ្ឋអាមេរិកគេឆ្លើយជាផ្លូវការមកយើងតាមរយៈស្ថានទូតសហរដ្ឋអាមេរិកថាផ្លឹកលេខនេះគឺជាកិច្ចការមួយរបស់រដ្ឋាភិបាលអាមេរិកអនុវត្តជាផ្លូវច្បាប់ហើយយើងនឹងចាត់វិធានការនេះបន្តទៀតយើងអត់មានអ្វីដែលថាទើសទាល់អ្នកដែលខុសច្បាប់ផ្ទុយច្បាប់ត្រូវតែអនុវត្តច្បាប់មកទល់ពេលនេះដែលខ្ញុំខ្ញុំបញ្ជាក់ចំហខ្ញុំឲ្យច្បាស់ថាទោះបីកលៈទេសៈតឹងតែងប៉ុណ្ណាក៏ដោយយើងត្រូវតែបំពេញតួនាទីច្បាប់ឲ្យបានទើបប្រទេសយើងคล้ายទៅជានីតិរដ្ឋបានបើបណ្ដោយរបៀបនេះតទៅទៀតប្រជាណាចក្រកម្ពុជាមិនអាចកសាងជាតិរបស់ខ្លួនឲ្យคล้ายទៅជាអរិយប្រទេសមួយដូចអូស្ត្រាលីដូចប្រទេសជិតខាងយើងបានទេខ្ញុំមិនទាន់ហ៊ានសន្និដ្ឋានទេគ្រាន់តែខ្ញុំមើលកន្លងមកនេះពីព្រោះភ្លាមខ្ញុំបង្ខំឲ្យធ្វើភ្លាមបង្ខំឲ្យធ្វើពាក្យបណ្ដឹងមកក្រសួងមហាផ្ទៃភ្លាមព្រោះយប់កើតហេតុនោះក្រោយពេលដែលធីមិនមកចេញផុតខ្ញុំទៅដល់ខ្ញុំទៅពិនិត្យមើលដល់កន្លែងជាក់ស្ដែងខ្ញុំសុំឲ្យខាង Royal Accommodation នេះប្តឹងមកក្រសួងមានសមត្ថកិច្ចដើម្បីក្រសួងមានសមត្ថកិច្ចមានមូលដ្ឋាននឹងធ្វើការនេះនៅទល់ពេលនេះយើងមិនទាន់បានទទួលផងបានន័យថាខ្ញុំសន្និដ្ឋានថាប្រហែលជា Royal Accommodation មានទទួលការគម្រាមកំហែងណាមួយឬមួយក៏ការបំផិតបំភ័យណាមួយដែលមកទល់ពេលនេះមិនទាន់មានឯកសារប្តឹងមកដល់ក្រសួងមហាផ្ទៃត្រូវតែជិះបញ្ហានេះគ្រាន់តែសពថ្ងៃដែលអ្វីមួយដែលរដ្ឋាភិបាលយើងខ្ញុំធ្វើមិនបានដោយសារតុលាការរបស់ខ្មែរខ្ញុំនេះតុលាការរបស់ប្រជាណាចក្រកម្ពុជាខ្ញុំនេះវាអត់មានអភិក្រិតភាពវាអត់មានយុត្តិធម៌